បាទជុំកាក់ជ្រាបសួរពុកម៉ែបងប្អូនដើរលេងផ្សារណាបងប្អូនមកទិញបន្លែបន្លក់ទៅធ្វើម្ហូបបងប្អូនណាទិញតកួនទិញត្រីប្លាធូតកួនគេយើងទៅស្ងោរម្ជូរសម្លម្ជូរតកួនណាបងប្អូនតកួនជុំសាច់ជ្រូកបីចិនដែលរត់ទៅទិញតកួនបានហើយក៏ត្រីប្លាធូបានហើយក៏បងប្អូនយើងក៏ច្រើនណាលក់ដូរខាងផ្នែកឦសានណាបងប្អូនណានេះតឡាតណាត់គេទេបងប្អូនដើរលេងតឡាតណាត់យូគេបើកម្ដងក៏យើងបានដើរលេងទិញបន្លែស្បួតត្រីស្បួអីណានេះយាយគឺគិតលក់តែត្រីជូរត្រីជូរមួយថង10 បាតមិនគិតក៏យើងទៅទឹកភើថាស្រីទឹកទៅទឹកកលុកណាទឹកស្រុកគេក៏មានទឹកកលុកដូចស្រុកយើងចេះ35 រៀល35 រៀលនេះក៏យើងបានមកទិញដេញទឹកកលុកគេក៏មានគ្រប់មុខគ្រប់ម៉ូតណាបងប្អូនផ្លែឈើគេប៉ាន់ផ្លែឈើប៉ាន់គេក៏ឃើញកូនទាក៏ថតកូនទាស្មើស្អាតអូយស្អាតកូនទាគេអានេះមានលឿងមានខៀវក៏ហមត្រួយចេកសង្ស័យតែបាញ់ថ្នាំណាបាញ់ពឺដាក់ពឺសក់ដូចមនុស្សចេះកូនទាកូនមឿនអានោះក៏កូនទាកប៉ាកូនទាកាបចេះតែយំមកលក់តឡាតនឹងមួយ5 បាត5 បាតណាបងប្អូនឯទាគេនៅផ្សារបងប្អូនណាមកទិញបន្លែទឹកកលុកណាបងប្អូនចាំទិញទឹកកលុកគេប៉ាន់ណាបងប្អូនណាផ្លែឈើប៉ាន់មិនថ្លៃទេបងប្អូនណាស្រុកគេខាងនេះបន្លែត្រីអើយថោត្រីគេលឹងមកថងត្រីសក៏20 បាតលឹងហូប2 ពេលមិនមកផងត្រីសគេណាបងប្អូនចាំទឹកកលុកគេនឹងបានហើយបងប្អូនណាតោះយើងទៅត្រឡប់ទៅរត់វិញទៅមើលបងប្អូនយើងលក់តាមផ្លូវណាមានស្ដេចខ្លះផ្លេចទៅទិញដេញម្រះប្រូត្រឡប់ទៅទិញម្រះប្រូក៏បងប្អូនយើងលក់ច្រើននេះត្រីបងប្អូនត្រីសមួយថងកំ20 បាត20 បាតណាបងប្អូនថោកទេស្រុកគេខាងនេះបន្លែក៏សំរុំត្រីក៏សំរុំសាច់អីទៅទិញបាយកផៅម្រះប្រូណាដើម្បីស្លម្ជូរត្រកួនណាបងប្អូនណាក៏យើងបានដើរត្រឡប់ទៅឡានវិញហើយដើរឡើងមកជុំរករាវក៏បានត្រីប្លាធូក៏បន្លែត្រកួនណាដើម្បីយកទៅស្ងោរក៏មើលយាយក៏លក់ហូហេតាមផ្លូវសម្បូរតែយាយទេលក់ស្រុកគេនេះក៏នេះហូហេមានត្រីមានពងត្រីមានសាច់ត្រីច្រើនត្រីជូរត្រីអុយលក់ក៏សំរុំបងប្អូនក៏ទៅវិញហើយជិតដល់ឡានហើយបងប្អូនណាក៏នេះឯងសកម្មភាពដើរលេងផ្សារបងប្អូនអើយសប្បាយលំនឹកច្រើននឹងចង្អៀតវែកអរគុណច្រើនជម្រាបលាផ្ញើជួយ like ជួយ share ផងបងប្អូនអរគុណ